នេះគឺជាទិន្នភាពមួយតូចសម្រាប់បងប្អូនដែលធ្លាប់ឆ្លងកាត់អាចមើលទេសភាពនៅតាមដងផ្លូវបូករួមជាមួយនឹងផ្កាដ៏ស្រស់ស្អាតពណ៌បៃតងស្រស់បើយើងធ្វើដំណើរចេញពីទីរួមខេត្តកំពង់ធំឬក៏បងប្អូនធ្វើដំណើរពីតាក្រហមក៏មកចូលដល់ខេត្តកំពង់ធំបងប្អូននឹងឃើញផ្កាបងប្អូនដែលរស់នៅក្នុងខេត្តកំពង់ធំពេលដែលឃើញវីដេអូនេះហើយសូមជួយ share ម្នាក់មួយដើម្បីឲ្យដល់បងប្អូនដែលគាត់ធ្លាប់ឆ្លងកាត់ក្នុងខេត្តកំពង់ធំឬក៏គាត់នៅខេត្តឆ្ងាយអញ្ចឹងណាបងប្អូនឲ្យគាត់បានឃើញវីដេអូនេះផងណាមួយទៀតដើម្បីបង្កើតភ្ញៀវទេសចរចូលលេងខេត្តកំពង់ធំឲ្យបានច្រើនកកជាពិសេសនៅថ្ងៃពេលបុណ្យទាននិងពេលចូលឆ្នាំថ្មីខាងមុខនេះផ្ទាល់តែម្ដង